សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាដែលធ្វើឲ្យអ្នកទាំងអស់គ្នារងចាំ admin យូរចឹងណាដែលយើងគិតមើលទៅ admin ខានធ្វើចូលជាកន្លះខែហើយពីព្រោះថាម៉ាក់របស់ admin នឹងបានយកទូរស័ព្ទទៅឲ្យភ្នំពេញចឹងទៅ admin ក៏អត់មានទូរស័ព្ទធ្វើទៅដោយសារតែទូរស័ព្ទរបស់ admin នឹងវាបំបែកអេក្រង់អត់កើតបើបំបែកកើត admin ធ្វើទូរស័ព្ទតែមួយក៏បានដែរចឹងទៅក៏វាមានផលវិបាកការធ្វើវីដេអូចឹងណាក្នុងការសម្រាយរឿងចឹងទៅដូច្នេះសូមឲ្យអ្នកទាំងអស់គ្នាអធិស្ឋាន admin ផងដែលទុកឲ្យអ្នកទាំងអស់គ្នានឹងរងចាំនៅវីដេអូរបស់យើងយូរហើយថ្ងៃនេះadmin បានត្រឡប់មកធ្វើសម្រាយរឿងវិញហើយក៏បានចេញនៅរឿងថ្មីផងដែរដោយរឿងចាស់ admin ទុកម្ដុំសិនយើងដាក់រឿងថ្មីឲ្យវាប្លែកភ្នែកម្ដងមើលតោះហើយមុននឹងចូលទៅដល់សាច់រឿងរបស់យើងហ្នឹងកុំភ្លេចជួយចុច like ឬក៏ subscribe admin ម្នាក់មួយផងជាពិសេសជួយ comment ឲ្យ admin មួយផងតោះចូលទៅមើលសាច់រឿងរបស់យើងតែម្ដងទៅដោយផ្ដើមសាច់រឿងរបស់យើងហ្នឹងក៏យើងបានឃើញទៅបុរសម្នាក់ដែលរូបគេធ្លាប់ជាអ្នកគ្រប់គ្រងនៃប្រទេសមួយចឹងណាហើយពាក់កណ្ដាលនៃជីវិតនៃការតស៊ូរបស់គេនោះទីបំផុតរូបគេក៏បានឡើងដល់កំពូលនៃអំណាចតែរូបគេក៏បានស្លាប់នៅក្នុងស្នាដៃរបស់អ្នកក្របង្គាប់ដែលរូបគេនឹងបានទុកចិត្តបំផុតតែរូបគេក៏បានចាប់កំណើតសារជាថ្មីក្លាយជាទីរូបដ៏តូចមួយពេលនោះម្ដាយរបស់គេក៏បាននិយាយប្រាប់ថាទ្វីបវេទមន្តដែលពួកគេកំពុងតែរស់នៅនោះគេហៅថាឌីកាតាដែលមានប្រទេសសរុបនឹងចំនួន3ដោយនគរទី1នោះមានឈ្មោះថានគរអេលហ្វនៃអូរេណូទី2ជានគររបស់មនុស្សទឿនិងទី3ជានគររបស់សាប៊ីនហើយក្រោយពេលដែលរូបគេបានរកឃើញនៅសភៅមួយដែលសភៅនោះបាននិយាយថាក្នុងចំណោមមនុស្ស100នាក់នៅលើពិភពលោកនេះគឺមានមនុស្សតែម្នាក់គត់ដែលមានសមត្ថភាពវេទមន្តចំណែកឯយោងតាមវិធីសាស្ត្រនៃការប្រើប្រាស់មន្តអាគមនោះអ្នកលេងវេទមន្តអាចបែងចែកជា2ប្រភេទគឺដែលប្រភេទទី1គឺជាអ្នកចម្បាំងហើយប្រភេទទី2គឺជាអ្នកលេងវេទមន្តជាពិសេសអ្នកចម្បាំងដែលមានជំនាញខ្ពស់នោះពួកគេតែងតែប្រើមន្តអាគមដើម្បីពង្រឹងរាងកាយរបស់ពួកគេឯពួកធ្មប់បានបញ្ចេញមន្តអាគមរបស់ពួកគេនឹងនៅខាងក្រៅរាងកាយរបស់ពួកគេប៉ុន្តែប៉ុណ្ណោះពេលវេលាដែលមានសមត្ថភាពវេទមន្តត្រូវបានភ្ញាក់ឡើងគឺចន្លោះពីអាយុ3ទៅអាយុ20ឆ្នាំហើយស្នូលនៃវេទមន្តនោះនឹងត្រូវបានកើតឡើងទៅលើមនុស្សដែលទើបតែរស់ឡើងវិញចឹងណាដូចជាគេអញ្ចឹងតែឥឡូវក៏យើងសូមបង្ហាញឈ្មោះតួឯកប្រុសរបស់យើងហើយដែលរូបគេនឹងមានឈ្មោះថាលីនយីបន្ទាប់ពីលីនយីបានគិតឬក៏មើលអំពីយុទ្ធសាស្ត្រក្នុងនោះអស់ហើយរូបគេក៏បានធ្វើការហាត់តាំងសមាធិដើម្បីពង្រឹងខ្លួនគេនឹងឲ្យមានសមត្ថភាពកាន់តែខ្លាំងជាងមុនបើនិយាយទៅលីនយីរបស់យើងនឹងគឺពិតជាមនុស្សមិនធម្មតាមែនដែលរូបគេអាចហ្វឹកហាត់បានតាំងពីអាយុ3ខួបឯណោះនៅពេលនោះការហ្វឹកហាត់របស់គេក៏ត្រូវបានទទួលបានជោគជ័យដែលធ្វើឲ្យមានការផ្ទុះយ៉ាងសន្ធោសន្ធៅដែលធ្វើឲ្យផ្ទះនោះត្រូវបានខ្ទេចខ្ទីគ្មានសល់ហើយឪពុកម្ដាយរបស់គេក៏ត្រូវបានមានរបួសទៀតផងដោយម្ដាយរបស់គេនឹងមានឈ្មោះថាស៊ូរ៉ូឯឪពុករបស់គេវិញមានឈ្មោះថាលីនឆាងហឺស៊ូរ៉ូក៏ពិតជាមានការផាត់ភ័យទៅនឹងកូនប្រុសខ្លួនឯងមែនទែនដែលរូបកូនប្រុសរបស់ខ្លួននឹងបាននៅក្នុងផ្ទះមួយនោះលីនឆាងហឺក៏បានរត់សម្ដៅដើម្បីទៅជួយកូនប្រុសរបស់ខ្លួនដែលរត់ទៅទាំងផាត់ភ័យមែនទែនប៉ុន្តែនៅពេលដែលរូបគេបានបើកទ្វារបន្ទប់មកគឺពិតជាធ្វើឲ្យរូបគេគឺពិតជាមានការតក់ស្លុតមែនទែនហើយក៏បានលុតជង្គង់ទៅព្រឹបហើយលីនឆាងហឺគឺពិតជាមានការសប្បាយចិត្តមែនទែនពីព្រោះថាលីនយីនឹងមិនបានកើតអ្វីនោះទេថែមទាំងបានបណ្ដុះជំនាញរបស់ខ្លួននឹងដល់ស្នូលនៃអំណាចវេទមន្តទៀតផងបន្ទាប់ពីបានឃើញហេតុការណ៍ដ៏តក់ស្លុតនេះហើយឪពុកហើយនិងម្ដាយរបស់គេក៏បាននាំគ្នាពិភាក្សាយើងគួរតែត្រូវការគ្រូម្នាក់ដើម្បីមកបង្រៀនលីនយីរបស់យើងឲ្យបានត្រឹមត្រូវនៅពេលនោះដែរគឺពិតជាធ្វើឲ្យស៊ូរ៉ូនឹងមានការខឹងទៅនឹងឆាងហឺមែនទែនហើយក៏ធ្វើការវាយប្រហារទៅនឹងឆាងហឺនឹងបានសួរថាតើបងមិនបង្រៀនកូនរបស់យើងទេឬឯឆាងហឺក៏បានខំនិយាយបកស្រាយថាខ្ញុំចង់មានន័យថាខ្ញុំមិនដែលសំបីតែស្រមៃចង់បានរឿងនេះទេហើយរូបគេចង់យកគ្រូមកបង្រៀនលីនយីបន្ថែមនោះគឺចង់ឲ្យកូនរបស់ខ្លួនក្លាយជាមនុស្សដែលខ្លាំងពូកែដែលអាចគ្រប់គ្រងបំណាច់វេទមន្តនៅអាយុ4ឆ្នាំបានស៊ូរ៉ូក៏បាននិយាយថាតើនេះគឺជាការកិច្ចវេះនៃការទទួលខុសត្រូវមែនទេឆាងហឺក៏បានតទៅវិញយ៉ាងលឿនថាប្រសិនបើជាខ្ញុំបង្រៀនគាត់វាពិតជានឹងធ្វើឲ្យវឌ្ឍនភាពរបស់គាត់នឹងយឺតយ៉ាវហើយយើងមើលទៅស៊ូរ៉ូក៏ពិតជាមានការខឹងនឹងឆាងហឺមែនទែនចំណែកលីនយីក៏បានគិតថាចុំម៉ាពុកម៉ែអញក៏មកបែកក៏ឆ្លុះគ្នាដូចឆ្កែដែរពេលនោះឆាងហឺក៏បាននិយាយប្រាប់ប្រពន្ធរបស់គេថាគឺរូបគេនឹងចង់ឲ្យមិត្តភក្តិរបស់គេម្នាក់មកមើលថែកូនរបស់គេឯម្ដាយរបស់គេដែលជាស៊ីរ៉ូនឹងក៏បានសួរទៅកូនរបស់ខ្លួនទៀតហើយថាតើអ្នកចង់ទៅទីក្រុងធំមួយដើម្បីសិក្សាជាមួយគ្រូរបស់អ្នកដែរឬទេឯលីនយីក៏ពិតជាមានការស្ទាក់ស្ទើរមែនទែនក្នុងសំណើរបស់ឪពុកម្ដាយរបស់គេមិនដឹងថារូបគេត្រូវសម្រេចចិត្តតាមរបៀបណានោះទេបន្ទាប់ពីលីនយីបានគិតហើយរូបគេក៏បានសួរទៅឪពុកម្ដាយរបស់គេថាហេតុអ្វីបានជាយើងមិននៅជាមួយគ្នាទៅបន្ទាប់មកពីអ្នកប្តីប្រពន្ធក៏នាំគ្នាគិតថាចំតិចអញគិតខុសឬគិតត្រូវនេះតែស្រាប់ពេលនោះពួកគេបែរជាសើចទៅវិញម្ដាយរបស់គេក៏បាននិយាយថាហេតុអ្វីបានជាយើងមិនគិតពី
វិធីសាស្ត្រនេះទៅបន្ទាប់ពីពួកគេបានគិតពីវិធីសាស្ត្រល្អនៅជាមួយគ្នាហើយពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរទៅហ្វឹកហាត់ជាមួយគ្នាឆាងហឺក៏បានអបទៅបរិមម្នាក់ហើយក៏បាននិយាយថាថ្ងៃនេះខ្ញុំរំខានអ្នកហើយដែលអាប៉ែតនឹងដែរមានឈ្មោះថាសាវធានក៏បានសួរទៅឆាងហឺថាតើនេះគឺជាកូនប្រុសរបស់អ្នកមែនទេហើយលិនយីក៏ធ្វើការអោនគោរពនិងណែនាំឈ្មោះរបស់គេចឹងណាហើយនៅពេលដែលសាវធានកំពុងតែអែលក្បាលរបស់លិនយីនោះក៏ស្រាប់តែរូគេបានហោះទៅស្ទុយដោយសម្លេងតែម្ដងហើយកញ្ញាម្នាក់ដែលរូគេមានឈ្មោះថា Angela Rose តែអេដមីនហៅថា Angela បានហើយរូគេក៏ធ្វើការអប់រំក្មេងតូចលិនយីរបស់យើងនឹងយ៉ាងណែនទៅនឹងសដន់របស់គេតែម្ដងច្រឡំទៅនឹងសដន់ទៅនឹងប៉ាវរបស់គេចឹងណាដែលប៉ាវរបស់គេគឺពិតជាធំមែនតែនដែលធ្វើឲ្យលិនយីរបស់យើងនឹងស្ទើរតែដាច់ខ្យល់ទៅហើយអ្នកទាំងអស់គ្នាកុំច្រឡំណានៅក្នុងរឿងយើងហ្នឹងតួឯកប្រុសរបស់យើងអាចហៅឈ្មោះថាលិនយីក៏បានឬក៏ហៅឈ្មោះថាសាវយ៉ាក៏បានហៅមួយណាក៏បានដែរតែមីនក៏ហៅឈ្មោះតួឯកប្រុសរបស់យើងហ្នឹងថាលិនយីតែម្ដងទៅនៅពេលដែលលិនយីរបស់យើងកំពុងតែជាប់នៅប៉ាវនោះក៏ស្រាប់តែមានបរិមម្នាក់បានដកចេញតែម្ដងយីបកាច់យកកំពុងតែស្រួលផងមកដកចេញអីណាដែលរូគេមានឈ្មោះថា The Worker ហើយនឹងកញ្ញាម្នាក់ទៀតដែលរូគេមានឈ្មោះថា Can Winsford ហើយនៅពេលនោះដែរក៏មានកញ្ញាម្នាក់ដែលរូគេគឺជាអ្នកប្រមាញ់ធ្នូចឹងណាដែលរូបនាងមានឈ្មោះថា Helen Yardបន្ទាប់ពីណែនាំខ្លួនរៀងខ្លួនអស់ហើយពួកគេក៏បានធ្វើដំណើរចាកចេញទៅនៅពេលដែលពួកគេបានធ្វើដំណើរជាច្រើនម៉ោងក្រោយមកអាកាសធាតុក៏បានទៅជាយប់ហើយនៅពេលដែលលិនយីកំពុងតែអង្គុយអាំងភ្លើងនោះកញ្ញា Helen Yard ក៏បានមកអង្គុយក្បែរលិនយីលិនយីក៏បានសួរទៅកញ្ញានឹងថាតើអ្នកគឺជាអ្នកស្ទាត់ជំនាញម៉ាណាកាលពីឆ្នាំមុនមែនទេហើយជាអ្នកដែលទទួលបានស្នូលនោះមុនគេមែនទេនៅពេលដែលលិនយីហើយនិងកញ្ញា Helen Yard កំពុងតែនិយាយគ្នានោះអាប៉ែសាវធាននឹងក៏បានសួរទៅឪពុកម្ដាយរបស់លិនយីថាតើអ្នកគួរទៅនាំកូនប្រុសរបស់អ្នកទៅហ្វឹកហាត់ជាញឹកញាប់មែនទេព្រាមដែរអាប៉ែសាវធាននឹងក៏ធ្វើការចង់សាកថ្មីដៃជាមួយលិនយីរបស់យើងចឹងណាពេលនោះលិនយីក៏បានគិតថាអើយកាក់ចុយម៉ែអាចចង់លេងមួយវាសោះហើយឆាងហឺក៏បានយល់ព្រមទៅនឹងសំណើរបស់សាវធានហើយរូគេក៏បាននិយាយថាតើលោកអាចរួចបានដែរឬទេជាពិសេសសូមបធូរដៃផងស្រាបានហើយសាវធានក៏បាននិយាយថាអូយកុំរំអីខ្ញុំជាក្មេងតូចតាចនឹងខ្ញុំមិនវាយវាខ្លាំងទេបន្ទាប់មកសង្គ្រាមក៏ធ្វើការចាប់ផ្ដើមហើយពេលនោះអាប៉ែសាវធានក៏បាននិយាយថាក្មេងតូចអើយតើអ្នកត្រៀមខ្លួនហើយឬនៅហើយលិនយីរបស់យើងនឹងគឺពិតជាមានការភ័យបាត់ទៅហើយពីព្រោះថាអាវុធរបស់គេស្ទើរដាវដល់ពេលអាវុធរបស់ខ្លួនឯងវិញយកជួយចកមកទូចមួយពេលដដែលអាប៉ែសាវធានក៏ធ្វើការប្រើធម្មពលដែលវាប្រៀបបានដូចជាសត្វខ្លាដ៏ធំមួយហើយក៏បានធ្វើការស្ទុះទៅសម្រាប់លិនយីរបស់យើងចឹងណាពេលនោះលិនយីរបស់យើងគឺពិតជាមានការភ័យមែនទែនហើយក៏បានស្រែកហៅប៉ារបស់គេឲ្យជួយចឹងណាប៉ាបរិសម្នាក់នោះចង់សម្លាប់ខ្ញុំហើយប៉ុន្តែឪពុករបស់គេមិនបានជួយនោះទេឪពុករបស់គេគឺបានលើកទឹកចិត្តឲ្យកូនរបស់ខ្លួនចូលប្រយុទ្ធដោយខ្លួនឯងនេះវាក៏បានក្លាយទៅជាដំបូន្មានមួយដែលល្អសម្រាប់កូនទាំងអស់គ្នាការងារអ្វីក៏ដោយយើងរៀនធ្វើដោយខ្លួនឯងទៅគឺខ្លួនទីពឹងខ្លួនចឹងណាមិនសូវចាំបាច់ពឹងអ្នកណាទេឬពឹងឪពុកម្ដាយនោះឡើយពីព្រោះថាពួកគាត់មិនអាចជួយយើងបានជារហូតនោះទេដូច្នេះយើងត្រូវតែរៀនធ្វើដោយខ្លួនឯងរៀនរស់ដោយខ្លួនឯងនៅពេលដែលលិនយីរបស់យើងក៏បានធ្វើការតាំងចិត្តយ៉ាងមាំដើម្បីប្រមូលអារម្មណ៍ទាំងអស់ចូលទៅប្រយុទ្ធនៅក្នុងសង្គ្រាមមួយនេះនៅពេលដែលលិនយីបានប្រមូលកម្លាំងមាំមួនអស់ហើយរូគេក៏ធ្វើការស្ទុះចូលទៅវាប្រហារយ៉ាងលឿនដែលធ្វើឲ្យប៉ែសាវធានគឺពិតជាមានការពិបាកទប់ទល់ទៅនឹងលិនយីមែនទែនពីព្រោះថាល្បឿនរបស់គេនឹងលឿនពេកហើយក៏បាន teleport ពីកន្លែងមួយទៅកន្លែងមួយបានយ៉ាងរហ័សទៀតផងហើយក្មេងតូចលិនយីរបស់យើងក៏ធ្វើការកាប់យកគ្មានប្រណីតែម្ដងបន្ទាប់មកលិនយីក៏ធ្វើការដាក់ទៅអាប៉ែសាវធាននឹងមួយដោលឡើងប៉ៅទាំងពីរតែម្ដងដែលធ្វើឲ្យម្ដាយរបស់គេនេះគឺពិតជាមានការផាត់ភ័យមែនតើលិនយីរូគេមិនបានតការអ្វីនោះទេរូគេគ្រាន់តែឈឺបន្តិចបន្តួចចឹងណាសាវធានក៏បានក្រោកឈរឡើងនិងធ្វើការចង់ទៅវាប្រហារលិនយីរបស់យើងទៀតហើយក៏ត្រូវបានដេត Walker នឹងដាក់ក្បាលម្ដាយតែម្ដងយីអាឈួតនេះវៃក្មេងឲ្យទួយឆ្មេងចង់វាប្រហារជាមួយក្មេងហើយតើណើបមិនអត់តើណើបសាវធានគ្រាន់តែចង់ដឹងអំពីភាពអស្ចារ្យរបស់លិនយីនោះទេនៅពេលដែលក៏ធ្វើឲ្យឪពុករបស់លិនយីនឹងក៏ពិតជាមានការសប្បាយចិត្តមែនទែនដោយសមត្ថភាពទាំងអស់នេះរូគេមិនដែលបង្រៀនកូនគេនោះទេប៉ុន្តែមិនដឹងជាកូនគេចេះមកពីណានោះឡើយការចូលកន្លែងនេះវិញពួកគេកំពុងតែធ្វើដំណើរតទៅមុខទៀតចឹងណាក៏ស្រាប់តែមានគ្រាប់ព្រួយពីរបីគ្រាប់បានបាញ់មកទៅទីរបស់គេដែលជាគ្រាប់ព្រួយរបស់ពួកចោរដែលធ្វើការមកប្លន់ទៅទីរបស់ពួកគេហើយពួកចោរនោះក៏ធ្វើការបាញ់គ្រាប់ព្រួយជាច្រើនមកកាន់ទៅទីរបស់គេថែមទៀតហើយកញ្ញា Angela របស់យើងនេះក៏បានធ្វើការប្រើយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីការពារមនុស្សដែលនៅក្នុងរទេះទាំងអស់នោះនិយាយទៅសមត្ថភាពដូចជាពួកចោរកានេះមិនអាចធ្វើអ្វីទៅពួកគេបាននោះឡើយខណៈពេលនោះក៏មានអាមេខ្លោងរបស់គេដែលមានចង្វែបចង់ដល់គុំតិចនោះក៏វាបាននិយាយថា
កុំធ្វើបាបកុមារនិងស្ត្រីអីយើងធ្វើបាបតែពួកអាក្បាលកញ្ចាស់បានហើយនឹងប្លន់ទំនិញរបស់ពួកវាអស់ដោយអាប៉ែម្នាក់នឹងដែរមានឈ្មោះថាលីប៉ាពេលនោះដែរលីប៉ាក៏ធ្វើការបញ្ជាឲ្យកូនចៅរបស់គេបាញ់ទៅទៀតហើយដែលវ៉ាខក៏បានប្រើជំនាញរបស់ខ្លួនហ្នឹងដែលគឺជាជំនាញភ្នំមួយដើម្បីទប់ទល់អំពីក្របព្រួយតែជំនាញនេះដែរវាពិតជាអស្ចារ្យមែនទែនព្រាមនោះក្របព្រួយក៏បានហោះតម្រង់ទៅកាន់ម្ដាយរបស់លិនយីហើយនិងលិនយីប៉ុន្តែសំណាងល្អក៏ត្រូវបានញ៉ាអេនជេឡានោះមកជួយទាន់ពេលតែពេលនោះដែរក៏ធ្វើឲ្យឪពុករបស់លិនយីដែលជាឆាងហឺហ្នឹងក៏ពិតជាមានការខឹងសម្បារមែនទែនពីព្រោះថានៅមិនហ៊ានប៉ះគ្រួសាររបស់គេផងដូច្នេះថ្ងៃនេះរូគេនឹងសម្លាប់ពួកគេទាំងអស់គ្នាខ្ទេចឲ្យលឿនរបស់ឆាងហឺហ្នឹងក៏ពិតជាលឿនដូចជាកូនរបស់គេអញ្ចឹងស្រាប់ពេលនោះដែរនៅពេលដែលឆាងហឺកំពុងតែគំរាមដើម្បីសម្លាប់អាប៉ែម្នាក់នោះក៏ស្រាប់តែគ្នាគេម្នាក់ទៀតក៏បានធ្វើការឆ្មក់ពីក្រោយដើម្បីសម្លាប់ឪពុករបស់លិនយីតែជាសំណាងល្អក៏ត្រូវបានកញ្ញាដែលជាអ្នកប្រមាញ់ធ្នូហ្នឹងបានជួយទាន់ពេលគួរឲ្យសោកស្ដាយឆាងហឺក៏ត្រូវបានពួកអាហ្នឹងដាក់ឡើងខ្ទារទៅបុកនឹងរទេះដែលធ្វើឲ្យឆាងហឺហ្នឹងមានរបួសទៀតផងពេលនេះដែរឆាងហឺគឺស្ទើរតែស្លាប់ទៅហើយឯប្រពន្ធរបស់គេគឺពិតជាមានការយំយ៉ាងខ្លាំងចំណែកលិនយីបានត្រឹមតែអង្គុយធ្វើមុខស្រពោននឹងឯងពេលនោះឆាងហឺក៏បានប្រាប់លិនយីនឹងឲ្យនាំម្ដាយរបស់គេរត់ទៅនៅកន្លែងនេះទុកឲ្យគេសម្លាប់ពួកអានឹងទាំងអស់លិនយីក៏បានសួរទៅពុករបស់គេថាតើអ្នកកំពុងតែនិយាយអ្វីតើខ្ញុំអាចទុកពុកចោលដល់របៀបណាទៅពេលនេះការប្រយុទ្ធគឺពិតជាមានការតឹងតែងមែនទែនតើអ្នកមិនទាន់បានឃើញវាទេឬស្រាប់ពេលនោះដែរឆាងហឺក៏បានទៅអង្អែលក្បាលរបស់កុំប្រុសរបស់ខ្លួននឹងបាននិយាយថាប៉ាដឹងថាកូនពិតជាអស្ចារ្យណាស់ចឹងហើយវាគឺជាមូលហេតុដែលប៉ាចង់ឲ្យកូននឹងនាំម្ដាយរបស់កូនរត់ទៅមិនបាច់នៅទីកន្លែងនេះនោះទេហើយជាពិសេសការពារប្អូនស្រីរបស់ឯងដែលមិនទាន់កើតនោះផងពេលនោះដែរក៏ធ្វើឲ្យលិនយីរបស់យើងក៏ពិតជាមានការភ្ញាក់ផ្អើលមែនទែននឹងបានសួរទៅឪពុករបស់គេថាម៉ែមានផ្ទៃពោះពីងកាលលិនយីក៏បានយល់ព្រមទៅនឹងសំណើឪពុករបស់ខ្លួននឹងបានសន្យាថារូគេនឹងការពារម្ដាយរបស់គេនឹងឲ្យបានល្អតែមិនទាន់ទៅបានរត់ផងអាប៉ែលីប៉ាក៏បានបញ្ជាកូនចៅរបស់គេចាប់ខ្លួនមនុស្សទាំងអស់ហើយកុំឲ្យពួកគេរត់ទៅណាឲ្យសោះពេលនោះដែរលិនយីនិងម្ដាយរបស់គេក៏ធ្វើការរត់យ៉ាងលឿនប៉ុន្តែក៏ត្រូវបានអាប៉ែលីប៉ានឹងប្រើនៅថាមពលរបស់គេវាប្រហារទៅកាន់លិនយីហើយនិងម្ដាយរបស់គេតែលិនយីក៏បានបោះម្ដាយរបស់គេចេញនិងបានទៅទប់ទល់ជាមួយនឹងយុទ្ធសាស្ត្រមួយនោះហើយលិនយីក៏ធ្វើការគ្រប់គ្រងក្បត់របស់ខ្លួននឹងតម្រង់ទៅកាន់ប៉ែម្នាក់ហ្នឹងតែធ្វើប៉ែលេប៉ាហ្នឹងត្រូវមានរបួសហើយស្ទើរតែធ្លាក់ជ្រោះបាត់ទៅហើយលិនយីក៏បានទាញខ្សែកន្ត្រាក់ទាញប៉ែលេប៉ាហ្នឹងទម្លាក់ពីលើជ្រោះធ្លាក់ទៅដីតែម្ដងហើយបន្ទាប់មកខ្សែរឿងរបស់យើងក៏សុំស្លេះតែត្រឹមនេះសិនសូមរងចាំនៅទស្សនាវីដេអូថ្មីជាមួយ admin ទាំងអស់គ្នា